យើងត្រូវទទួលស្គាល់ក្នុង trading ទាំងអស់ថាវាមានភាពមិនច្បាស់លាស់ថាវាមានភាព random ថាត្រូវតែទទួលស្គាល់ថាថ្ងៃខ្លះចាញ់ថ្ងៃខ្លះឈ្នះដូចម្សិលមិញខ្ញុំឈ្នះពេលថ្ងៃតែខ្ញុំចាញ់ពេលយប់ហើយវាអញ្ចឹងខ្ញុំក៏ទទួលស្គាល់ដែរថាអាហ្នឹងវាជាដំណើរនៃការ trade ហើយខ្ញុំអត់អាចត្រូវរហូតទេអញ្ចឹងយើង trade ទទួលស្គាល់អាហ្នឹងទៅយើងអត់សូវនេះទេអញ្ចឹងអូខេពេលយប់មិនមែនជាយប់របស់ខ្ញុំ move on ខ្ញុំត្រូវចេញក្រៅទៅហើយថ្ងៃនេះម៉ោងថ្មី set up ថ្មីពេលថ្ងៃយើងចូលតែមក set up ដូច set up មុនហ្នឹងទីហោះថា set up មុននេះរបៀបថាយើងបានតែប៉ុណ្្នេះគ្រប់គ្រាន់ហ្នឹងឃើញអញ្ចឹងទូទៅមាន3គ្រប់ហ្នឹង trader អថ្ងៃអញ្ចឹងបើយើងជា small capital អាចថា average លុយយើងវាមិនច្រើនអញ្ចឹងបើខ្ញុំគិតទៅយើងអត់អាចរំពឹងពី account លុយរបស់យើងសុទ្ធឲ្យ trade ដកលុយហើយយើងគិតថា survive ជាមួយនឹងលុយហ្នឹងទេដោយសារអីយើងអាចអូខេយើងគ្រាន់តែtrade វាជាកន្លែងដែលរៀនសិនអាចនឹងរៀនសិនបើសម្រាប់ small capital អញ្ចឹងវាមានទូទៅវាមាន3ផ្នែកអញ្ចឹងទីហោះអ្នកដែលគាត់ low capital នេះគឺភាគច្រើនជាអីគឺភាគច្រើនវាអ្នកដែលគាត់តាមខ្ញុំអីដែរនេះគឺភាគច្រើនអ្នកដែលនៅរៀននេះអ្នក student នៅរៀន employee អ្នកធ្វើការអញ្ចឹងទៅឬក៏ staff ឬក៏អីដែលsalary គាត់វាបានត្រឹមតែ survival វាអត់ទាន់មានរបៀបថាធំឬក៏អីឲ្យវាបាននេះវាថាមិនមែនជា big money big salary អញ្ចឹងគឺយើងត្រូវធ្វើម៉េចទី1គឺយើងគិតរឿងរៀនសិន priority របស់យើងគឺរៀនជាមួយនឹងទឹកលុយដែលយើងមានសិនឬក៏មួយទៀតគេហៅថាយើងរៀន understanding មួយ market ហ្នឹងហើយ invest បង្កើតជាមួយនឹង investment habit មានន័យថាចាប់ដើមplay ជាមួយនឹងលុយតូចរបស់យើងប៉ុន្តែបង្កើតទម្លាប់ក្នុងការដែលយើងធ្វើការវិនិយោគឬក៏ដូច trading ក៏ដោយចុះយើង build ហ្នឹងដូចជា business របស់យើងដែរប៉ុន្តែគឺយើងរៀង preserve ជាមួយនឹង money របស់យើងតិចយើងអត់ចិនឆៃទេដោយសារ capital របស់យើងមានតិចផងអញ្ចឹងយើងអាចដែលធ្វើបានអីដែលខ្ញុំ recommend បើសិនជាយើងអត់សូវមាន capital យើងទៅtrade របៀបដូចពួក firm ពួក fan អីចឹងទៅយើង switch ពីអីដោយសារយើងត្រូវមាន skill សិននេះ learn ជាមួយនឹង understanding market សិនអញ្ចឹងបើយើងមានអាហ្នឹងហើយបើយើងគិតបន្ទាប់ទៀតហើយយើងបូកជាមួយនឹងhabit investment យើងមានទៀតអញ្ចឹងមិនយើងអាច invest small for big money អញ្ចឹង exchange skill ជាមួយនឹង money ហ្នឹងគឺខ្ញុំសម្ដៅទៅលើដូចពួក fan ដូច firm ដែលខ្ញុំធ្លាប់ sharing ឬក៏អីចឹងទៅអញ្ចឹងមានន័យថាទីហោះថាខ្ញុំមាន$50ប៉ុន្តែខ្ញុំអាចទិញ account fund 10k បានទីហោះឈប់ដូរ color ទីហោះថាខ្ញុំមាន$70 70ចុះ$70បើខ្ញុំ trade ជាមួយ$70អត់មានឃើញលុយទេប៉ុន្តែយើងអាច convert ទិញ fund 10k បានទីហោះអញ្ចឹងបើសិនជានេះមានន័យថាខ្ញុំអាចកាន់លុយ 10k ប៉ុន្តែបើ fully លុយដែលយើងមានហ្មងក៏ពិតមិនមែន 10k ទេត្រឹមតែ 10% អញ្ចឹងអាចថាត្រឹម 1k ចុះអញ្ចឹងវា trade ជាមួយនឹងលុយ 1k វាគ្រាន់ជាងដែលយើង trade ជាមួយនឹងលុយ$70អញ្ចឹងយើងអាចមាន 1k យើង trade ទៅអញ្ចឹងបើសិនជាយើង grow 10% នៃ 1k ក៏វាបាន$10 $100ដែរបើយើងបាន 5% ក៏បាន$50ដែរវាជាជាងដែលយើង trade អានេះបើសិនជាយើងត្រូវ grow $50ស្មើនឹងចង់ 70-80% នៃ capital down អញ្ចឹងវា challenging ខ្លាំងហើយយើងអត់អាចtrade ជាមួយនឹង lot ជាមួយនឹងទឹកលុយប៉ុណ្ណឹងទេអញ្ចឹងទី1បើសិនជាយើងជាមិនថាជាសិស្សឬក៏អីអ្នកដែល capital នៅទាបអញ្ចឹងខ្ញុំ recommend ឲ្យរៀនសិនបង្កើតទម្លាប់រៀនសិនទៅរៀន understand ជាមួយនឹង market សិនជាមួយនឹងនេះសិនបង្កើត skill សិនចាំយើង exchange skill ជាមួយនឹង money អញ្ចឹងចូលបន្ទាប់ middle class អ្នកដែលរៀងមាន high income បន្តិច staff ដែរប៉ុន្តែគាត់របៀបថាគាត់position របស់គាត់រៀងខ្ពស់ដែរអញ្ចឹងគាត់មានលុយហើយគាត់មិនsalary គាត់មិនទីពេកអញ្ចឹងទៅអញ្ចឹងឬក៏មួយទៀតរបៀបថា self employed ខ្លួនឯងហើយ business owner តូចមួយដែរអញ្ចឹងទៅអញ្ចឹងដូចគ្នាត្រឡប់របស់គាត់ត្រូវមានដែរទី1ត្រូវរៀនសិនគ្រប់យ៉ាងវាកើតចេញពីការរៀនទាំងអស់យើងអត់អាច skip អាហ្នឹងទេអញ្ចឹងរៀនតមក invest right skill right tool យល់ជាមួយអាហ្នឹងហើយយើងអាច trade បែងចែកជា2ទៅទី1ដូចករណីវាទីហោះទៅខ្ញុំចុះអញ្ចឹងខ្ញុំមាន real money ជាមួយនឹង fund ខ្ញុំមានទាំងពីរអញ្ចឹង real money ខ្ញុំ manage ផ្សេងអញ្ចឹង fund ខ្ញុំ manage ផ្សេងនេះ fund អញ្ចឹងឧទាហរណ៍ថាយើង trade អញ្ចឹងអាពួកនេះបើយើងចំណេញគឺយើងអាចយកទៅ scale up បន្ថែមពួក fund នេះអញ្ចឹងយើង scale up បើយើងដកលុយពីអាទូចបន្ថែមទៅយើងបូកបន្ថែមទៅយើងបានលុយកាន់តែធំអញ្ចឹងលុយរបស់យើងកាន់តែធំ trade
តែកុំនេះដោយសារក៏ពិតជា import ទេយើងភាគច្រើនគេថាម៉េចអ្នកដែលហេតុអីបើអ្នកដែល trade លុយធំនៅតែដៃ account នៅតែអីដោយសារតែយើង low ពេកហើយយើងចង់បាននេះយើង greed ពេកយើងចង់បានច្រើនពេកទីហោថា fan របស់គាត់ 100k ហើយ $10,000 ប៉ុន្តែគាត់អត់ certify ជាមួយនឹងមួយខែ 5% ឬក៏ 10% ទេគាត់ចង់បានប៉ុន្មានគាត់ចង់បានទៅដល់30-50% ក្នុងមួយខែអញ្ចឹងយើងក៏ទៅទទួលស្គាល់ថា expose risk នៅក្នុងហ្នឹងក៏វាខ្ពស់ដូចគ្នាអញ្ចឹងបើយើងគិតត្រឡប់ទៅធ្វើម៉េច account real នេះ manage ធម្មតា manage យើង willing to put ក្នុង account ដែលអាច trade បាន 10k 20k អញ្ចឹងទៅតែប៉ុណ្្នឹងបានហើយបើសិនជាយើងនៅ medium class ទេលុយយើងមិនទាន់ច្រើនអញ្ចឹងធ្វើ account 10k 20k ឬក៏ maximum 50k ទៅប៉ុណ្ណឹងតែឲ្យយើងធ្វើម៉េច feel comfortable ជាមួយនឹងលុយហ្នឹងដែរបើយើងអត់មានទ្រព្យ trade មួយ account 10-20k ផងយើងធ្លាប់តែ trade account $200-300 ទៅ trade account 20k ញ័រដៃបាត់ហើយ trade account 50k ចូល position ធំក្រោយចូល complete ឃើញលុយមូច្រើនពេកអត់ហ៊ាន hold ទេអញ្ចឹងវាកើតចេញពីការទ្រព្យដែលយើង scale up ពីតូចទៅធំដែរមិនមែនគ្រប់គ្នាចេញមក trade លុយធំហ្មងទេមិនតាន់ចេះ risk មិនតាន់ចេះ set up មិនតាន់ចេះនេះទៅចូលលុយធំតួហើយ fan នេះយើងអាចទៅកាន់ fan ធំបានហើយចាប់ដើមពី 50k ឡើងទៅ 100k អីចឹងទៅ 100k នៅកន្លែងផ្សេងគ្នា2 3មួយ account ឬ2 account ហ្នឹងទៅអញ្ចឹងអានេះអីដែលអាចធ្វើបានគឺយើងចាប់ដើមពីហ្នឹងអញ្ចឹងយើង compounding ជាមួយនឹងលុយហ្នឹងទៅ real មាន real ក៏យើងមាន fan ក៏យើងមានដោយសារអីដោយសារបើយើងគិតណាអ្នកដែលគាត់ low capital នេះក៏គាត់ត្រូវតែ level up ខ្លួនឯងមកកាន់អាទី2ដែរគាត់អត់អាចស្នាក់នៅ low capital ចឹងរហូតទេអញ្ចឹងផ្លូវដែលគាត់អាចធ្វើវាគឺអាចថា take time មួយតង់ជាមួយនឹងការដែលគាត់ឡើង level មក level ទី2សិន level ទី2សិនអញ្ចឹង level ទី1គាត់ត្រូវការធ្វើលុយជាមួយនឹងនេះសិន fan ជាមួយនឹងអីហើយយើងធ្វើម៉េចឲ្យមាន skill សិនសំខាន់ជាងគេយើង invest ទៅលើ skill ក្នុងការរៀនជាមួយនឹងផ្សារក្នុងការ trade ក្នុងការអី manage account manage risk manage អីហើយយើងត្រូវទទួលស្គាល់ក្នុង trading ទាំងអស់ថាវាមានភាពមិនច្បាស់លាស់ថាវាមានភាព random ថាត្រូវតែទទួលស្គាល់ថាថ្ងៃខ្លះចាញ់ថ្ងៃខ្លះឈ្នះដូចម្សិលមិញខ្ញុំឈ្នះពេលថ្ងៃតែខ្ញុំចាញ់ពេលយប់ហើយវាអញ្ចឹងខ្ញុំក៏ទទួលស្គាល់ដែរថាអាហ្នឹងវាជាដំណើរនៃការ trade ហើយខ្ញុំអត់អាចត្រូវរហូតទេអញ្ចឹងយើង trade ទទួលស្គាល់អាហ្នឹងទៅយើងអត់សូវនេះទេអញ្ចឹងអូខេពេលយប់មិនមែនជាយប់របស់ខ្ញុំ move on ខ្ញុំត្រូវចេញក្រៅទៅហើយថ្ងៃនេះម៉ោងថ្មី set up ថ្មីពេលថ្ងៃយើងចូលតែមក set up ដូច set up មុនហ្នឹងនេះទីហោថា set up មុននេះសម្រាប់ថាយើងបានតែប៉ុណ្្នេះគ្រប់គ្រាន់ហើយឃើញអត់អញ្ចឹងថ្ងៃថ្មីឃើញយើងអារម្មណ៍យើងល្អជាងមុនភ្នែកយើង fresh យើងរក set up ថ្មីចាំ confirm ចាំអីចូលម្ដងគ្រប់ហើយអត់មានអីនេះទៀតទេអញ្ចឹងបើសិនជាគាត់ដល់ level 2គាត់ compound ហើយធ្វើត្រូវមាន skill ដែរបើអត់មាន skill លុយមិនក៏អត់នៅដែរទៅទាំងអស់ត្រែហ្នឹងអញ្ចឹងចុងក្រោយគេអ្នកដែលគាត់ capital ធំហ្មងអញ្ចឹងលឺថាជា business owner ធំហ្មងហើយឬក៏មួយទៀតគាត់អាចថាសំណាងដែរគាត់នៅក្នុង wealthy family គាត់ជាគ្រួសារដែលមានអីចឹងទៅគាត់អញ្ចឹងគាត់អាចឲ្យលុយឬក៏អាចshare fund share អីឲ្យគាត់លុយបានច្រើនក្នុងការគាត់យកទៅធ្វើឬក៏ invest ឬក៏ trade ឬក៏អីចឹងទៅឧទាហរណ៍អញ្ចឹងគាត់អត់សូវមានបញ្ហារឿង capital នៃការ trade ទេប៉ុន្តែធ្វើម៉េចគាត់ចង់preserve capital របស់គាត់អញ្ចឹងគោលដៅរបស់ខ្លះផ្សេងគ្នា target ខុសគ្នាអញ្ចឹងអ្នកដែលគាត់មានលុយច្រើនគាត់មិនមែនចង់នេះ flip account ឬក៏អីទេគាត់ចង់អីនេះគាត់ចង់ preserve fund របស់គាត់ចង់រក្សា fund របស់គាត់អត់ឲ្យខាតបង់អញ្ចឹងទី1គឺគាត់គិតលើរក្សាលុយសិនបានគាត់ចង់ sustainable growth ខ្ញុំនិយាយថាស្ថិរភាពដែលគាត់ grow លុយគឺ grow បន្តិចប៉ុន្តែវាជានិរន្តរ៍វាស្ថិតថេរវាអត់ load ឆាត់វាអត់កាប់ដាវអញ្ចឹងទៅអញ្ចឹងគោលដៅរបស់គេនេះឃើញអត់ដើម្បី grow ផងដើម្បីរក្សា account ដើម្បីរក្សាទឹកលុយគេផងយើងដូចទ្រឹស្ដីគេនិយាយលុយបើសិនជាយើងអត់ប្រើមិនគេថាមិនវានៅស្ថិតនៅតម្លៃដដែលណាវាធ្លាក់តម្លៃវាបាត់តម្លៃរបស់វាអញ្ចឹងយើងត្រូវតែចង់គឺយើងត្រូវតែ invest ចង់យើងត្រូវតែប្រើលុយបង្កើតលុយដូចគេនិយាយប្រើលុយបង្កើតលុយ generate money យក money ទៅ generate money សំខាន់យើងចេះយកទៅដាក់នៅកន្លែងត្រូវអត់ទោះថាយើងគ្រាន់តែដាក់ទិញ whole មាសអាហ្នឹងក៏បានដែរទិញមាសគីឡូក្រៅអាហ្នឹងក៏បាន
ពេលដែលផ្សារមាសចុះឬក៏ទីផ្សារចុះច្រើនហ្នឹងយើងទិញ DCA ជាមួយនឹងមាសក៏បានអីក៏បានអញ្ចឹងឧទាហរណ៍ថាយើង share portfolio របស់យើងជាមួយនឹង crypto ខ្លះប្រហែល 10% នៃ portfolio យើងទាំងអស់អញ្ចឹងយើងយក share ទៅក្នុង portfolio ទិញដូចពួក Bitcoin ពួកអីពេលដែលវាធ្លាក់ថ្លៃតែហ្នឹងក៏បានដែរវាស៊ីសងលើយើង